អូនឈ្មោះអីខ្ញុំឈ្មោះលីណាបងមើលមុខផលិតកម្មនេះវាវែងឆ្ងាយទេអូនចាបងអូត្រូវដូចបងដែរបងធ្វើដំណើរពីភ្នំពេញមកដល់សៀមរាបនេះគឺវែងឆ្ងាយហត់នឿយបន្តិចមែនប៉ុន្តែមកដល់ហើយសប្បាយអញ្ចឹងណាធ្វើដំណើរមកកាន់កសិដ្ឋានសូត្រខ្មែរនេះក៏មានអារម្មណ៍តែវែងឆ្ងាយប៉ុន្តែនៅពេលដែលបានជួបអូនសុភាអញ្ចឹងទៅមានអារម្មណ៍ថាធូរស្បើយឆ្លើយចិត្តច្រើនអញ្ចឹងណាចាបងមានសង្សារនៅមានទេបងអត់មានទេអូនអ្នកខេត្តណាខ្ញុំនៅសៀមរាបហ្នឹងហើយអ្នកសៀមរាបទៀតចាបងអាយុប្រហែលហើយ21បងឈ្មោះអីដែរអូនឈ្មោះអីដែរឈ្មោះលីណាបងសួរពីរដងអូលីណាទៅអាយុ21ទេអ្នកសៀមរាបអត់តមានសង្សារទៀតអញ្ចឹងលីណាមែនតើទៅបងប្អូនអរគ្នាដូចលីណាដូចខ្ញុំអញ្ចឹងខ្ញុំទៅតែ22អញ្ចឹងទៅមែនតើទៅដូចនិស័យមែនតើលីណាមែនតើបរោះនៅក្នុងស្ដីសម័យបលីណាបែបណាដែរអឺធម្មតាបានណាធម្មតាដូចបងអញ្ចឹងមែនចាបងអូហើយអសបលអីមានបានក្រោយអត់គិតទេអត់គិតទេហ្មងឲ្យតែមានការងារច្បាស់លាស់ហ្មងឲ្យតែមានការងារច្បាស់លាស់ជិះបងច្បាស់លាស់ចឹងគិតមិនទេតាមនឹងបងធ្លាប់មានសង្សារម្ដងអីទេអត់ទេធ្លាប់មានចាហើយបែកគ្នាចាបែកឲ្យចង់ទទួលអ្នកថ្មីទេអត់ទេចាំយកប្តីចាំយកប្តីតែម្ដងចាអូបងកំពុងតែមានវ័យចាស់តែមុំនេះបាទឆ្លាញ់គេម្នាក់ឯងរំឆ្នាំហើយហើយថ្ងៃនេះឃើញក្រុមហ៊ុន Ford គ្រួសារ Trajectory មកច្រើនអញ្ចឹងអូនមានអារម្មណ៍មិនដែរខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដែលពួកគាត់ជ្រើសរើសកន្លែងយើងមកទស្សនាបងពួកអីកន្លែងយើងគឺជាកន្លែងដែលផលិតផលរបស់ខ្មែរយើងមានដូចជាសូត្រមានដូចជាតកៅនាងអីដែលសម្រាប់ធ្វើសូត្រធ្វើអីជាដើមបងខ្ញុំសប្បាយចិត្តដែលគាត់មកទស្សនានៅកន្លែងខ្ញុំបាទបើទោះបីជាអត់ទិញក៏ដោយទីនេះគឺមានកន្លែងដែលដើរលេងអត់អូនមានបងយើងមានកន្លែងដែលអាចថតរូបបានអាចមើលបានបងសុំយើងមើលអូយសោះស្រាយមែនតើមានអីចង់ជូនពរបងប្អូននៅធ្វើដំណើរត្រឡប់ទៅវិញជូនពរឲ្យគាត់សុខសប្បាយតាមផ្លូវរកស៊ីមានបានទាំងអស់គ្នាខ្ញុំមានអីចង់ជូនពរបងហ៎ជូនពរឲ្យបងអត់ដឹងជូនពរអីជូនពរឲ្យបងឆាប់បានប្រពន្ធអូអញ្ចឹងនេះណាជូនពរខ្លួនឯងឆាប់បានប្តីចាអូអញ្ចឹងដូចគ្នាមែនតើបងប្អូនអរគ្នាថ្ងៃនេះមិនត្រឹមតែយើងទៅកន្លែងដើរលេងមានដូចជាសិប្បកម្មសូត្រតម្បាញទេបន្ទាប់មកយើងទៅបដាកដើម្បីលើកស្ទួយដល់អេកូទេសចរនៅខាងភូមិបដាកបន្ទាប់មកទៀតគឺយើងមានឡាន emergency 2គ្រឿងដើម្បីជូនដល់មន្ទីរពេទ្យមានមន្ទីរពេទ្យគន្ធបផានិងមន្ទីរពេទ្យកុមារអង្គរឥឡូវនេះយើងមកដល់សាខាទី1គឺមន្ទីរពេទ្យគន្ធបផាតែម្ដងដូច្នេះហើយពិតជាសប្បាយចិត្តមែនទែនចំពោះក្រុមហ៊ុន OMA មិនត្រឹមតែធ្វើកម្មវិធីសប្បាយទេក៏បានពំនាំយកនៅអំណោយដ៏ថ្លៃថ្លាជូនដល់មន្ទីរពេទ្យដែលជាក្តីសង្ឃឹមរបស់កុមារកម្ពុជាយើងផងដែរអរគុណច្រើនដល់ក្រុមហ៊ុន OMA និងថ្នាក់ដឹកនាំក្រុមហ៊ុន OMA តែម្ដងបាទបាទបងប្អូននេះគឺជាឡានទី2ដែលជាឡាន emergency ឡានសង្គ្រោះបន្ទាន់ដែលយើងបាននាំមកដល់នៅមន្ទីរពេទ្យកុមារអង្គរហើយអរគុណមែនទែនដែលខ្ញុំបានជម្រាបជូននេះថាអរគុណខ្លាំងមែនទែនដល់ទឹកចិត្តរបស់ក្រុមហ៊ុន OMA ដែលបានផ្ដល់ឡាននេះដើម្បីជួយសម្រួលបន្ទុកដល់កុមារកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាតែម្ដងបាទ